នេះយើងមកនិយាយអំពីប្រភេទតេស្តថ្មីមួយសម្រាប់អ្នកជំងឺមហារីកគ្រប់ប្រភេទមហារីកទាំងអស់គ្រប់កម្រិតមហារីកទាំងអស់ឈ្មោះ Leaky Core Prime NGS Panel វាជាផ្នែកមួយនៃ Liquid Biopsy Assay ណាជាតេស្តសម្រាប់ធ្វើក្នុងករណីពីព្រោះយើងដឹងថាឲ្យតែជាដុំមហារីកដុំឲ្យទំហំលើសពី1សង់ទីម៉ែត្រគឺវាមាន baby cancer stem cell នៅក្នុងសរសៃឈាមហើយអញ្ចឹងតេស្តនេះគឺបូមឈាមចេញពី peripheral blood យើងធម្មតាទេណាហ្នឹងហើយនេះតារាងនេះគឺគំរូលំនាំលទ្ធផលណារបស់តេស្តប្រភេទពិសេសហ្នឹងតេស្តហ្នឹងគឺធ្វើវិភាគក្នុងឈាមរបស់អ្នកជំងឺមហារីកដុំមហារីកអីក៏ដោយដូចជាមហារីកសួតមហារីកពោះវៀនធំមហារីកកាពះមហារីកស្បែកមហារីកដោះមហារីកកាពះមហារីកកំពង់ហាខាងលើមហារីកចំហពងកមហារីកដៃមហារីកមាត់មហារីកកម្រាស់ស្បូនជាដើមឡាមហារីកផ្សេងៗទាំងអស់ហ្នឹងគឺវាមានសមត្ថតេស្តនេះវាមានសមត្ថភាពវិភាគចេញតែពីឈាមទេវិភាគ baby stem cell cancer stem cell នៅក្នុងឈាមហ្នឹងវិភាគ DNA របស់មេរោគមហារីកតែក្នុងឈាមហ្នឹងគឺវិភាគទៅគេអាចដឹងថាតើអ្នកជំងឺមហារីកប្រភេទហ្នឹងគាត់មានបម្រែបម្រួលសែនអីគេខ្លះឧទាហរណ៍ក្នុងនេះអ្នកជំងឺមានបម្រែបម្រួលសែនដូចពពួក EGFR ដូចទៀតដូច TP53 ណាហ្នឹងហើយអញ្ចឹងទៅអាចដឹងពីបម្រែបម្រួល genomic ហ្នឹងគឺវាពាក់ព័ន្ធជាមួយនឹងវិធីព្យាបាលថ្នាំព្យាបាលថ្មីដែលកំពុង FDA approve អញ្ចឹងវាពាក់ព័ន្ធយើងឃើញបម្រែបម្រួលសែនពិសេសរបស់មេរោគមហារីកហ្នឹងឲ្យដឹងថាថ្នាំឆ្លាតថ្នាំ target ដែលត្រូវជាមួយនឹងជំងឺហ្នឹងជាថ្នាំអីខ្លះដែល FDA approve ហើយថ្នាំអីខ្លះដែលគេកំពុងនៅក្នុងការសិក្សា clinical trial អញ្ចឹងណាបាទអញ្ចឹងវាមានអញ្ចឹងឥឡូវយើងឧទាហរណ៍អ្នកជំងឺមួយនេះគាត់ធ្វើតេស្តទៅនេះជាគ្រាន់តែជាគំរូលទ្ធផលមួយឯណារបស់ជនអនាមិកមួយអញ្ចឹងយើងឃើញថាអ្នកជំងឺប្រភេទមហារីកសួតនេះចុះគាត់ធ្វើទៅមាន EGFR របស់គាត់ positive អញ្ចឹងទៅយើងដឹងថាត្រូវពួកថ្នាំអីខ្លះនេះថ្នាំដែល FDA approve មានលើទីផ្សារថ្នាំឆ្លាតពួកថ្នាំឆ្លាតបើដល់ដឹងទៅណាហើយនៅមានចំជំរើសព្យាបាលទៅហើយបើសិនជាព្យាបាលទៅថ្ងៃណាមួយមេរោគមហារីកលាប់ឡើងវិញថ្ងៃមុខអាចដឹងថាឥឡូវមានថ្នាំត្រៀមថ្មីត្រៀមដែលកំពុងក្នុងការដកពិសោធន៍ clinical trial ហ្នឹងមាន7មុខទៀតហ្នឹងហើយឬក៏គាត់ពុកហ្នឹងហើយនេះអាចវិភាគដឹងអ្នកក្រុមឲ្យតែពួកមហារីកសួតគេវិភាគឲ្យមកកណោមុខហ្នឹងហើយតែបើគាត់ clinical symptom គាត់ជាមហារីកស្បែកគាត់ជាមហារីកសដន់ឬមហារីកពោះវៀនមហារីកកាពះមហារីកអីផ្សេងនេះគេវិភាគផ្សាយហ្នឹងវាទៅតាមមុខប្រភេទមហារីកហ្នឹងអញ្ចឹងវិភាគទៅឃើញថាគាត់ positive មួយណាក្នុងចំណោមហ្នឹងថ្នាំដែលអាចព្យាបាលបានមានអីគេខ្លះដែល FDA approve ណា FDA approve ហើយដែល key approve ណាហ្នឹងហើយដែលកំពុងមាននៅក្នុង trial ថ្មីដែលអត់ទាន់ចេញមកហ្នឹងតែហ្នឹងហើយមាននៅក្នុងការដកពិសោធន៍ហើយអញ្ចឹងវាជាក្តីសង្ឃឹមសម្រាប់អ្នកជំងឺគាត់ជាម៉ែត្រមួយសម្រាប់ដឹងថាគាត់ឈឺមហារីកមែនហើយកម្រិតទី1ទី2ទី3ទី4នេះក៏ដោយអញ្ចឹងដឹងថាគាត់មានបម្រែបម្រួលពួកសែនអីខ្លះហើយតាមរយៈព័ត៌មានបម្រែបម្រួលសែនហ្នឹងដឹងថាថ្នាំអីខ្លះដែល available លើទីផ្សារហើយថ្នាំដែលទៅមុខទៀតអាចថ្នាំអីទៀតដែលធៀមចិត្តចេញហើយថ្នាំអីទៀតដែលកំពុង clinical trial អញ្ចឹងហ្នឹងហើយអញ្ចឹងអាចឲ្យដឹងអញ្ចឹងហើយនេះព័ត៌មានលម្អិតច្រើនលទ្ធផលមានទាំងអស់20ទំព័រយើងអាននៅគូពេទ្យជំនាញគាត់នឹងអានឲ្យគាត់ឲ្យយើងយល់មួយអញ្ចឹងបញ្ជី list ថ្នាំដែល available របស់គាត់ហ្នឹងគេបញ្យល់ទៀត FDA approve ដល់ current indication ហ្នឹងវាប្រើពេលណាវាមិនហើយច្រើនអញ្ចឹងវាជាម៉ែត្រមួយវាស់សម្រាប់ផែនទីទៅមុខសម្រាប់ព្យាបាលតាមបែបឆ្លាតបែប target therapy នៅលើ